ជំនួយហើយដែលការប្រវល់ត្រឡប់មកវិញហើយរឿងនេះខ្ញុំបាននិយាយចំពោះមុខកូហ្វីអាណាត់អគ្គលេខាធិការអង្គការសហប្រជាជាតិនៅក្នុងពេលដែលប្រជុំរវាងអាស៊ាននិងអង្គការសហប្រជាជាតិខ្ញុំបាននិយាយថាជំនួយបច្ចេកទេសជំនួយមកដល់ប្រទេសកំពុងអភិវឌ្ឍត្រូវបានយកត្រឡប់ទៅវិញជាង 80% អញ្ចឹងប្រទេសជាម្ចាស់ផ្ទះនៅសល់មិនដល់ 20% មិនដល់ 2% អញ្ចឹងសូមឲ្យប្រុងប្រយ័ត្នបើមិនអញ្ចឹងយើងទទួលលេខយ៉ាងធំក៏ប៉ុន្តែទីចុងផុតមិនមែនជាជំនួយសម្រាប់យើងអភិវឌ្ឍទេជំនួយសម្រាប់ដាក់កប៉ៅនៃបុគ្គលិករបស់គេវិលត្រឡប់ទៅផ្ទះជាខ្ញុំសូមវិលមកអំពីគ្រោះថ្នាក់របស់ខ្ញុំឡើងវិញគឺខ្ញុំបញ្ជាក់ឡើងវិញទី1ពេលក្នុងអត់យល់ទី2កងទ័ពវៀតណាមនៅកម្ពុជាប៉ុន្តែវៀតណាមបានគោរពការសម្រេចរបស់យើងទី3សូវៀតផ្ដល់ជំនួយបើសូវៀតមិនគោរពការសម្រេចរបស់យើងសូវៀតក៏តែប្រាប់មកទីក្រុងភ្នំពេញថាបើនេះហ៊ុនសែនធ្វើនយោបាយរដ្ឋមន្ត្រីតទៀតគេមិនផ្ដល់ជំនួយទេហើយកាលពេលនោះនៅមានការចោទគ្នារវាងសូវៀតនិងចិនចោទសូវៀតថាសើរើនិយមសូវៀតចោទចិនថាសើរើនិយមដូច្នេះកាលពេលនោះគ្រាន់តែតាក់ទិនជាមួយនឹងរឿងសង្គមនិយមនឹងក៏មិនត្រូវគ្នាផងហើយខ្ញុំសូមរំលឹករឿងមួយទៀតដំណោះស្រាយក្រហមពិតជាមានតែខ្ញុំមិនសូមលាក់ប្រភពទៅលើរឿងនេះបន្តិចដំណោះស្រាយក្រហមពិតជាមានគឺបានសង្កេតថាក្រហមសូវៀតក្រហមចិននិងក្រហមវៀតណាមត្រូវរើគ្នាក្រហមហេងសំរិននិងក្រហមខ្មែរប៉ុលពតត្រូវរើគ្នាដំណោះស្រាយក្រហមតែខ្ញុំដាច់ខាតមិនធ្វើរឿងនេះទេអាហ្នឹងព្រោះរឿងនេះគឺជារឿងគ្រោះថ្នាក់យើងមិនអាចធ្វើទេខ្ញុំសូមបន្តថាបន្ទាប់ពីចូលកាន់តំណែងហើយកំណែទម្រង់នយោបាយនិងសេដ្ឋកិច្ចត្រូវធ្វើហើយក្នុងនោះនៅឆ្នាំ1987ខ្ញុំបានកំណត់យកការដាក់ចេញនៃយុទ្ធសាស្ត្រ5ចំណុចក្នុងការស្វែងរកសន្តិភាពពេញលេញសម្រាប់ប្រទេសរបស់ខ្ញុំដោយខ្ញុំមានទស្សនៈច្បាស់ថាការបន្តធ្វើសង្គ្រាមនិងហូបបន្លាយទុកវេទនារបស់ប្រជាជនរកទីបញ្ចប់គ្មានឡើយយុទ្ធសាស្ត្រ5ចំណុចដែលខ្ញុំយល់ថានឹងនាំទៅរកសន្តិភាពនិងការផ្សះផ្សាជាតិរួមមានទី1រៀបចំជំនួបសេនុហ៊ុនសែនគឺខ្ញុំជួបកលបកូណាបីដាទី2ការដកទ័ពវៀតណាមទាំងស្រុងចេញពីកម្ពុជាដើរទន្ទឹមនឹងការបញ្ឈប់ជំនួយនិងការគាំទ្រទាំងអស់ដល់កងកម្លាំងនៃរដ្ឋាភិបាលចម្រុះត្រីភាគីកម្ពុជាប្រជាធិបតេយ្យ3ការរៀបចំបោះឆ្នោតដោយមានអ្នកសង្កេតការណ៍អន្តរជាតិដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយដែលអនុវត្តនយោបាយអន្តរជាតិអភិកិច្ចនិងបញ្ចូលបកសម្ព័ន្ធ4ចរចាជាមួយប្រទេសថៃដើម្បីកំណត់ព្រំដែនមួយប្រកបដោយសុវត្ថិភាពនិងសន្តិភាពនិងធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តនៃជនភៀសខ្លួនពីប្រទេសថៃ5រៀបចំសន្និសីទអន្តរជាតិមួយដើម្បីផ្ដល់ការធានាដល់កិច្ចព្រមព្រៀងដែលសម្រេចបានដោយភាគីបានជាមួយការចូលរួមពីរដ្ឋាភិបាលទាំងពីរគឺរដ្ឋាភិបាលរបស់ខ្ញុំគឺពេលនោះហៅថាសាធារណរដ្ឋប្រជាមានិតកម្ពុជាហើយក្រោយមកដូរទៅជារដ្ឋាភិបាលគឺរដ្ឋកម្ពុជានិងរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខប្រទេសវៀតណាមឥណ្ឌានិងប្រទេសដទៃទៀត
នេះគឺជាការដាក់ចេញនៅក្នុងទិសដៅឆ្ពោះទៅរកដំណើរការចរចាដោយសន្តិវិធីមុននឹងឈានដល់ការសម្រេចបាននៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយើងបានខិតខំធ្វើការងារស្នូលដែលជាមូលដ្ឋានគ្រឹះនិងចម្បងមិនអាចកក់បានពិតណាស់ថាប្រទេសជាច្រើនបានជួយជុំជ្រែកនិងផ្ដល់ការគាំទ្រដល់កម្ពុជាយ៉ាងពេញទំហឹងដល់ដំណើរការចរចាដែលមានរយៈពេលជិត4ឆ្នាំឧទាហរណ៍បារាំងនិងឥណ្ឌូនេស៊ីបានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាសហប្រធាននៃសន្និសីទទីក្រុងប៉ារីសស្ដីពីកម្ពុជាខណៈដែលកិច្ចពិភាក្សាជាច្រើនរបស់យើងត្រូវបានរៀបចំនៅទីនោះរីឯប្រទេសអូស្ត្រាលីវិញបានជំរុញគំនិតព្រួយប្រៅក្នុងការដាក់កម្ពុជាជាបដិសន្ធក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិក្នុងអំឡុងពេលអន្តរកាលចំណែកបារាំងនិងជប៉ុនបន្ថែមលើការរួមចំណែកដល់កិច្ចព្រមព្រៀងសន្តិភាពក៏បានគាំទ្រយ៉ាងទូលំទូលាយដល់កិច្ចខិតខំប្រឹងប្រែងកសាងប្រទេសឡើងវិញនិងការអភិវឌ្ឍរបស់កម្ពុជាដូចគ្នានេះដែរប្រទេសថៃបានជួយជុំជែងយ៉ាងខ្លាំងដល់បុព្វហេតុនេះនិងគាំទ្រការបញ្ជូនជនភៀសខ្លួនកម្ពុជាជាង37,000 នាក់ត្រឡប់មកកម្ពុជាវិញវៀតណាមបានដកកងទ័ពរបស់គេទាំងស្រុងនៅឆ្នាំ1989ក៏បានដោះស្រាយភាពជាប់គាំងលើការចរចាទាក់ទងទៅនឹងអនាគតខ្មែរក្រហមជាប់នឹងវត្តមានកងទ័ពបរទេសផងដែរខ្ញុំសូមបញ្ជាក់នៅទីនេះបន្ថែមថាបញ្ហាកម្ពុជាមានទិដ្ឋភាពពីរមួយទិដ្ឋភាពផ្ទៃក្នុងមួយទៀតគឺទិដ្ឋភាពអន្តរជាតិទិដ្ឋភាពផ្ទៃក្នុងគឺចំនួនបដិវត្តរវាងភាគីខ្មែរគ្នាឯងទិដ្ឋភាពអន្តរជាតិរួមមានកងទ័ពវៀតណាមនៅកម្ពុជានិងការដែលត្រីភាគីត្រូវបានផ្ដាល់ទឹកដីនិងផ្ដាល់អាវុធពពាក់អាវុធដោយបរទេសដូច្នេះនៅពេលដែលកងទ័ពវៀតណាមដកចេញពីកម្ពុជាបានតកែកថាទិដ្ឋភាពនៃទិដ្ឋភាពអន្តរជាតិនៃកម្ពុជាមួយផ្នែកត្រូវបានដោះស្រាយប៉ុន្តែបញ្ហាដែលនៅសេសសល់គឺអនាគតរបស់ខ្មែរក្រហមនេះជារឿងដ៏សំខាន់មួយជាលទ្ធផលនៃការអនុវត្តស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស1991ប្រទេសកម្ពុជាបានភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិវិញហើយរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតរៀបចំឡើងដោយហ៊ុនតាក៏បានកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិកិច្ចព្រមព្រៀងនេះបានជួយឲ្យកម្ពុជាអនុម័តបាននៅរដ្ឋធម្មនុញ្ញថ្មីឆ្នាំ1993ដែលគោរពរបបរាជានិយមអាស្រ័យធម្មនុញ្ញប្រព័ន្ធនយោបាយសេរីប្រជាធិបតេយ្យសេរីភូប៉ានិងសេដ្ឋកិច្ចទីផ្សារសេរីកម្ពុជាទទួលស្គាល់និងពិតជាដឹងគុណចំពោះសហគមន៍អន្តរជាតិដែលបានខិតខំប្រឹងប្រែងដើម្បីនាំមកសន្តិភាពជូនប្រទេសកម្ពុជាក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិយ៉ាងណាក្តីជាមួយលទ្ធផលវិជ្ជមានជាច្រើនដែលសម្រេចបាននោះហ៊ុនតាបានចាក់ចេញពីកម្ពុជាដោយមិនបានសម្រេចបេសកកម្មរបស់ខ្លួនទាំងសងឡើយទោះបានចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីសតែពួកខ្មែរក្រហមមិនបានគោរពកិច្ចព្រមព្រៀងនេះឡើយហើយអង្គការសហប្រជាជាតិក៏បរាជ័យក្នុងការបង្ខំឲ្យខ្មែរក្រហមទម្លាក់អាវុធចុះនិងចូលរួមដំណើរការប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតនោះដែរក្រោយការបោះឆ្នោតនិងការបង្កើតរាជរដ្ឋាភិបាលឆ្នាំ1993សង្គ្រាមស៊ីវិលនៅតែបន្ត
កម្ពុជាស្ថិតក្នុងស្ថានភាពដែលមានតំបន់ត្រួតត្រាពីរផ្សេងគ្នារវាងភាគីរាជរដ្ឋាភិបាលនិងភាគីខ្មែរក្រហមដែលប្រទាញបន្ទង់រវាងគណៈបកទាំងពីរក្នុងរដ្ឋាភិបាលនិងភាពប្រទាញបន្ទង់រវាងគណៈបកទាំងពីរនៅក្នុងរាជរដ្ឋាភិបាលទោះយ៉ាងណាក្រោយពេលដែលយើងបានរៀបចំរាជរដ្ឋាភិបាលនៅក្រោយការបោះឆ្នោត1993យើងក៏ចាប់ផ្ដើមមានដំណាក់នាំការទូតពេញមុខពេញមាត់ជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានឡើងវិញខ្ញុំបានសម្លឹងឃើញឱកាសជាច្រើននិងភាពចាំបាច់ជាយុទ្ធសាស្ត្រដែលកម្ពុជាត្រូវខិតខំចូលជាសមាជិកអាស៊ានឲ្យបានក្រោមការដឹកនាំរបស់ខ្ញុំកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី30ខែមេសាឆ្នាំ1999បានន័យថាកាលពីជាងមួយសប្តាហ៍មុននេះគឺជាខួបលើកទី26ដែលកម្ពុជាចូលជាសមាជិកអាស៊ានខ្ញុំចង់បញ្ជាក់បន្តិចថាអ្វីដែលកិច្ចព្រមព្រៀងប៉ារីសចង់បានតែអ៊ុនតាក់មិនអាចសម្រេចបាននោះគឺអ៊ុនតាក់មិនអាចបញ្ចប់សង្គ្រាមនៅកម្ពុជាបានទេចំណាយលុយអស់$2000 លានប៉ុន្តែពេលដែលអ៊ុនតាក់ដកត្រឡប់ទៅវិញទុកឲ្យកម្ពុជាមានប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រាពីរមួយខាងគឺរដ្ឋរាជរដ្ឋាភិបាលដែលបង្កើតឡើងដោយការបោះឆ្នោតដែលរៀបចំដោយហ៊ុនតាក់និងមួយខាងទៀតគឺខ្មែរក្រហមតែមានតំបន់ខ្លះគេហៅថាតំបន់ស្បែកខ្លាបានសង្កេតថាស្ថានភាពបោះចម្រុះនៅក្នុងខេត្តខ្លះគឺមានតែកងទ័ពរដ្ឋាភិបាលនិងមានតែកងទ័ពព្រៃនិងនៅតាមព្រំដែនកម្ពុជាថៃគឺចំណុចមួយចំនួនក៏ត្រូវគ្រប់គ្រងដោយខ្មែរក្រហមដូច្នេះចំណុចនេះហើយគឺជាចំណុចដែលយើងត្រូវឃើញថាអ្វីដែលសំខាន់ការជួយពីខាងក្រៅគឺម្យ៉ាងប៉ុន្តែការខិតខំខ្លួនឯងគឺសំខាន់ខ្លាំងណាស់ត្រង់ចំណុចនេះខ្ញុំនឹងលើកជាបន្តទៅទៀតឥឡូវចូលដល់ចំណុចទី4អំពីនយោបាយឈ្នះជាតិនិងការកសាងសន្តិភាពពេញលេញដើម្បីទទួលបានសន្តិភាពពេញលេញខ្ញុំបានព្រួយផ្ដើមឲ្យមាននយោបាយឈ្នះឈ្នះនិងការចរចារវាងខ្មែរនិងខ្មែរនៅឆ្នាំ1996ដែលនេះក៏ដើម្បីបង្រួបបង្រួមជាតិនិងបញ្ចូលភាគីទាំងអស់ទៅក្នុងជួររដ្ឋាភិបាលប្រព័ន្ធច្បាប់និងយោធាតែមួយសម្ដៅបង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិភាពយូរអង្វែងការផ្សព្វផ្សាយជាតិនិងការអភិវឌ្ឍជាតិនយោបាយនេះបានបញ្ចប់សង្គ្រាមស៊ីវិលជិត3ទសវត្សរ៍ដោយជោគជ័យដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់ប៉ុន្តែជំនួសវិញដោយការធ្វើសវរណកម្មដោយសន្តិវិធីការរំលាយចោលនៅអង្គការចាត់តាំងនយោបាយរបស់ខ្មែរក្រហមតាមរយៈយុទ្ធសាស្ត្រ defeat ខ្ញុំបានដាក់ជីវិតអាយុជីវិតរបស់ខ្ញុំធ្វើជាដើមទុនជាលើកទី2ក្នុងការចរចានិងជំរុញការអនុវត្តនយោបាយឈ្នះឈ្នះតម្រាំតែយើងទទួលបានជោគជ័យទាំងស្រុងនៅថ្ងៃទី29ខែធ្នូឆ្នាំ1998គឺនៅពេលដែលអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហមត្រូវបានរំលាយទាំងស្រុងកត្តាសំខាន់បំផុតដែលធ្វើឲ្យខ្ញុំសម្រេចបានជោគជ័យក្នុងការអនុវត្តនយោបាយឈ្នះឈ្នះគឺការធានាលក្ខខណ្ឌ3យ៉ាងដែលពុំមានចែងក្នុងកិច្ចព្រមព្រៀងនយោបាយជាលេខអក្សរនោះទេតែនាំមកនៅចំនួនទឹកចិត្តក្នុងការអនុវត្តដែលមានតម្លៃជាងកិច្ចព្រមព្រៀងទៅទៀតនោះគឺការធានាទី1ធានាអាយុជីវិតនិងរូបកាយ
ទី2ធានាអាជីពនិងមុខរបរនិងទី3គឺការធានាកម្មសិទ្ធិឯកជនរបស់ទាំងចលនាទ្រព្យនិងអចលនាទ្រព្យរបស់បងប្អូនអតីតដែលរស់នៅក្នុងតំបន់ខ្មែរក្រហមជាថ្នូរនឹងការយល់ព្រមធ្វើសមារណកម្មចូលរួមក្នុងជីវភាពជាមួយរាជរដ្ឋាភិបាលនៅពេលនោះខ្ញុំមិនទាមទារឲ្យមានការបោះបង់ចោលអាវុធនោះទេគឺឲ្យបន្តកាន់អាវុធនិងរក្សាទួនាទីដែលស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលនេះជាចំណុចសំខាន់ចំណុចនេះខ្ញុំសូមបញ្ជាក់ជូនបន្តិចយើងមានធ្លាប់មានកិច្ចព្រមព្រៀងប៉ារីសហើយកិច្ចព្រមព្រៀងនោះมันបានអនុវត្តទឹកត្រង់ទេដោយជាការតម្រូវឲ្យរំសាយកងទ័ព 70% នៃភាគីទាំងអស់ក៏អ៊ុនតាក់អត់អាចធ្វើបានដែរបទឈប់បាញ់តែត្រូវបានរំលោភដោយភាគីខ្មែរក្រហមខ្ញុំសូមជម្រាបរឿងមួយនៅពេលដែលខ្មែរក្រហមវាយយើងតែងតែត្រូវទប់ទល់ប៉ុន្តែអ៊ុនតាក់តែងតែអ្នកនាំពាក្យរបស់អ៊ុនតាក់ឈ្មោះអេរីហ្វលតែងតែនិយាយថាភាគីខ្មែរក្រហមនិងភាគីរដ្ឋកម្ពុជារំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ខ្ញុំតែងតែធ្វើការឆ្លើយតបជាមួយនឹងរឿងនេះសម័យថ្ងៃមួយខ្មែរក្រហមបានវាយចូលទៅទីក្រុងសៀមរាបតម្រង់ឈ្មោះទៅទីបញ្ជាការរបស់អ៊ុនតាក់តែម្ដងពេលនោះខ្ញុំហាមឃាត់កងទ័ពរបស់ខ្ញុំនៅយុទ្ធភូមិភាគទី4ថាកុំចេញពីប្រទេសប្រធានអ៊ុនតាក់បានស្រែកម្រកខ្ញុំថាសូមឲ្យកងទ័ពរបស់រដ្ឋកម្ពុជាចេញជួយដើម្បីទប់ស្កាត់ខ្មែរក្រហមខ្ញុំបានប្រាប់ទៅវិញថាបើសិនឯអាដាមមិនអាចគ្រប់គ្រងអ្នកនាំពាក្យអ៊ុនតាក់បានទេខ្ញុំមិនឲ្យកងទ័ពខ្ញុំចេញពេលនោះអ៊ុនតាក់របួសប្រហែលអ្នក4-5អ្នករបួសប៉ុន្តែមិនមែនរបួសដោយសារក្របកំភ្លើងទេរបួសដោយសាររត់បុកតបអ៊ុនតាក់អត់ដែលចេះច្បាំងទេមកពីប្រទេសមួយចំនួនអត់ដែលចេះច្បាំងអញ្ចឹងរត់បុកក្បាលនឹងបែកក្បាលបែកអីនោះគឺមិនមែនដោយសារក្របកំភ្លើងទេរត់ខ្លាចអញ្ចឹងពេលនោះតើតើមានការធានាពីយ៉ាសូស៊ីអាកាស៊ីថាមិនឲ្យនិយាយប្រេះផ្ដាស់បានខ្ញុំសុខចិត្តឲ្យកងទ័ពរបស់រដ្ឋកម្ពុជាកាលពីពេលនោះគឺកងពល286ឥឡូវនេះទៅជាកងពលលេខ2កងពលធំលេខ2វាយចាក់ពីឆ្អឹងខ្នងបានខ្មែរក្រហមដកចេញកុំអីប្រទេសអ៊ុនតាក់ត្រូវខ្មែរក្រហមបាញ់ដោយសារតែស្អីឡើងក៏រំលោភគេមកវាយយើងក៏យើងមានឈ្មោះថារំលោភគេដែរអានោះភាពអយុត្តិធម៌ប៉ុន្តែសំណាងហើយនៅនឹងទីមូលលេសអត់មានបញ្ហាកម្លាំងតបព្រៃវាយចូលឥឡូវនិយាយតេតិនជាមួយនឹងបញ្ហានយោបាយឆ្នេះគឺវាសាមញ្ញណាស់ការធានា3យ៉ាងដូចខ្ញុំបានលើកអបាញ់មិញទី1ធានាអាយុជីវិតនិងរូបកាយរបស់គេទី2ធានាអាជីពនិងមុខរបរនិងទី3គឺធានានៅកម្មសិទ្ធិរបស់ពួកគេហើយការធានាទាំងអស់នេះអត់មានចែងក្នុងកិច្ចប្រព្រឹត្តណាមួយទេជាពាក្យសម្ដីរបស់ហ៊ុនសែនថ្លែងទៅកាន់បងប្អូនខ្មែរក្រហមអត់មានក្នុងកិច្ចប្រព្រឹត្តទេប៉ុន្តែហេតុអីបានជាបងប្អូនទាំងនោះសុខចិត្តបោះបង់ចោលមេដឹកនាំខ្មែរក្រហមហើយមករួមរស់ជាមួយរាជរដ្ឋាភិបាលផ្ដើមចេញពីជំនឿទុកចិត្តបើទោះបីមានកិច្ចព្រមព្រៀងបណ្ណាក៏ដោយប្រសិនបើគ្មានជំនឿទុកចិត្តទេកិច្ចព្រមព្រៀងនោះមិនអាចទៅបានទេប៉ុន្តែផ្ទុយទៅវិញបើវាមានភាពសមហេតុសមផលដែរ
មានចំនួនទុកចិត្តមិនចាំបាច់មានលាយលក្ខអក្សរទេលើការជាក់ស្ដែងនេះអាការធានា3យ៉ាងឥឡូវតើមានឯកសារណាក្រៅតែពីឯកសារខ្ញុំមកស្លឹកទេឯកសារខ្ញុំតែមកស្លឹកឲ្យវិទ្យុកាលនោះវិទ្យុបាយ័ននិងវិទ្យុអប្សរាធ្វើការផ្សព្វផ្សាយយើងអត់ទាន់មានយើងមានទូរទស្សន៍កាលនោះមានទូរទស្សន៍ដូចជា3ទូរទស្សន៍ជាតិទូរទស្សន៍អប្សរានិងទូរទស្សន៍ណែប៉ុស្តិ៍លេខ5ហើយប៉ុស្តិ៍លេខ9មាន14ទូរទស្សន៍ប៉ុន្តែផ្សាយអត់ទៅដល់តំបន់នោះទេវិទ្យុផ្សាយទៅដល់អញ្ចឹងពេលដែលបះបោគឺខ្ញុំកំពុងតែសម្ពោធដាក់ឲ្យប្រើប្រាស់នៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ3នៅទីក្រុងភ្នំពេញកំពុងតែផ្សាយបន្តអញ្ចឹងខ្ញុំប្រើប្រាស់ឱកាសនោះអបពីវិទ្យុដើម្បីជំរុញអាការធានាទាំង3យ៉ាងហើយការដែលយើងអនុវត្តប្រសិនបើអ្នកទាំងអស់គ្នាអាចអញ្ជើញទៅកម្ពុជាហើយទៅមើលតំបន់អតីតតែធ្លាប់ប្រយុទ្ធតើឥឡូវវាទៅយ៉ាងម៉េចទៅហើយខ្ញុំបានធ្វើដំណើរជាង 6,000 គីឡូម៉ែត្រនៅក្នុងឆ្នាំ 2016 ដើម្បីធ្វើដំណើរទៅកាន់តំបន់អតីតសមរភូមិហើយដែលនៅទៅពេលនោះខ្ញុំចំណាយថវិកាជាតិអស់ប្រមាណជាង$500 លានសម្រាប់ការកសាងសាលារៀននៅតាមទីកន្លែងអស់ទាំងនោះដោយសារតែកាលពីឆ្នាំ 1996 ចាប់ផ្ដើម97 ហើយខ្ញុំបានប្រាប់សហការីរបស់ខ្ញុំថាបើគ្រាន់តែធ្វើសមាហរណកម្មខាងនយោបាយនិងរដ្ឋបាលមិនគ្រប់គ្រាន់ទេត្រូវធ្វើសមាហរណកម្មគ្រប់យ៉ាងគ្រប់ផ្នែកជារូបវន្តបានសង្កេតថាបើសិនជានៅកន្លែងនេះមានសាលាកន្លែងតំបន់ណាដែលរដ្ឋាភិបាលគ្រប់គ្រងមានសាលាតំបន់ទាំងនោះក៏ត្រូវមានសាលាដូចគ្នានិយាយរួមជំរុញការអភិវឌ្ឍនៅក្នុងតំបន់ទាំងនោះតែខ្ញុំបាននិយាយថាពេលដែលបញ្ចប់សង្គ្រាមនេះហើយចង់ដាក់ចេញនៅគោលនៅទិសដៅធំពីរដើរទន្ទឹមនឹងយុទ្ធសាស្ត្រត្រីកោណនៅដំណាក់កាលដំបូងគោលដៅធំពីរជ្រោយទី1ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឲ្យទៅជាតំបន់អភិវឌ្ឍនិងជាទីផ្សារទី2ប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឲ្យទៅជាខ្សែព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍហើយឥឡូវនេះគោលដៅទាំងពីរនេះបាននឹងកំពុងសម្រេចបានយ៉ាងល្អនៅត្រង់ថាទីដីប្រមាណជា 95% របស់កម្ពុជាត្រូវបានដោះស្រាយហើយហើយនៅ 5% ទៀតមិនតាន់បានអភិវឌ្ឍទេតែសារវានៅសល់ក្របមាននិងក្របមិនតាន់ផ្ទុះដែលត្រូវបន្តដោះស្រាយវាហើយក្រៅពីនោះឥឡូវកន្លែងដែលធ្លាប់វាយគ្នាคล้ายទៅជាផ្សារคล้ายទៅជាតំបន់រោងចក្រคล้ายទៅជាតំបន់ដាំដុះអស់ទៅហើយGDP នៅក្នុងតំបន់អតីតខ្មែរក្រហមមួយចំនួនខ្ពស់ជាងនៅទីក្រុងភ្នំពេញទៅទៀតហើយគឺស្ថានភាពសម្រាប់កម្ពុជាសាមញ្ញដោះកោអាវខ្មែរក្រហមចេញដាក់កោអាវរដ្ឋាភិបាលចូលអនុវត្តកាតព្វកិច្ចរបស់រដ្ឋាភិបាលនិងច្បាប់រដ្ឋាភិបាលគឺចប់ចឹងទុកឲ្យគេធ្វើមេកងពលទុកឲ្យគេធ្វើមេវរៈសារធំទុកឲ្យគេធ្វើមេវិជ្ជាការគ្រប់ថ្នាក់អ្វីដែលគេធ្លាប់កាត់គឺឲ្យកាត់យកគេឲ្យខ្លាចហើយខ្ញុំចូលទៅក្នុងតំបន់ក្បែរក្រហមតែម្ដងបានតែគេតែក្បាលរបស់ខ្ញុំនេះខ្ញុំបានយកក្បាលខ្ញុំ2លើកដើម្បីទៅដោះដូរ
លើកទី1នៅឆ្នាំ1977ខ្ញុំយកក្បាលរបស់ខ្ញុំទៅដោះដូរជាមួយនឹងការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជាតាមរយៈនៃការខិតខំប្រឹងប្រែងកសាងកម្លាំងប្រដាប់អាវុធហើយសំណូមពរកងទ័ពវៀតណាមជួយធ្វើអន្តរាគមន៍ដើម្បីសង្គ្រោះប្រជាជនពេលនោះគ្រោះថ្នាក់ណាស់4ដែលខ្ញុំនិយាយ4ជំរើសសិតតែកន្លែងងាប់ទាំងអស់ការឆ្លងទៅប្រទេសវៀតណាមកាលពីជំនាន់នោះមុនពេលខ្ញុំឆ្លងទៅវៀតណាមតែងចាប់ពលរដ្ឋកម្ពុជាបញ្ជូនឲ្យខ្មែរក្រហមវិញប៉ុន្តែពេលដែលខ្ញុំទៅជាភពតំណាងហើយដែលវៀតណាមមិនត្រឹមតែមិនចាប់ខ្ញុំទេតែខ្ញុំបានសំណូមពរថាសូមកុំឲ្យវៀតណាមចាប់បញ្ជូនជនជាតិកម្ពុជាដែលរត់មកទឹកដីវៀតណាមទៅឲ្យខ្មែរក្រហមយកទាមទារពីវៀតណាមណែវៀតណាមទាមទារពីខាងខ្មែរក្រហមដោះដូរជាមួយជ្រូកជាមួយឆ្កែប៉ុលពតចូលមកសម្រាប់នៅទល់ដែរប៉ុន្តែពេលដែលខ្ញុំទៅគឺហោចណាស់វៀតណាមបានរក្សាទុកពលរដ្ឋខ្មែរអាហ្នឹងគឺស្ថានភាពគឺបែបនេះហើយចឹងទេខ្ញុំគួរតែបញ្ជាក់អំពីរឿងតេតិននឹងនយោបាយឆ្នះរឿងជំនឿទុកចិត្តវាធំណាស់ធំជាអ្វីទាំងអស់มันចាំបាច់មានកិច្ចព្រមព្រៀងទេខ្ញុំចូលទៅក្នុងតំបន់ខ្មែរក្រហមពេលនោះម្ដាយរបស់ខ្ញុំគាត់នៅរស់ម្ដាយធំរបស់ខ្ញុំគាត់នៅរស់ពីរអ្នកបងប្អូនមករងចាំខ្ញុំដោយសារតែថ្ងៃសៅរ៍ខ្ញុំសម្រាប់ថ្ងៃត្រង់យូរបន្តិចរហូតដល់ម៉ោងជាង3គាត់ដឹងថាខ្ញុំភ្ញាក់ហើយគាត់ក៏បើកទ្វារខ្ញុំចូលទៅម្ដាយរបស់ខ្ញុំបាននិយាយមកកាន់ខ្ញុំថាគាត់ហៅឯងចូលទៅក្នុងតំបន់គេមិនខ្លាចគេសម្លាប់ទេអីម្ដាយធំរបស់ខ្ញុំបាននិយាយបន្ថែមថាក្មួយគិតឡើងវិញក្រែងគេសម្លាប់ក្មួយណាមួយកុំទុកចិត្តគេបាទខ្ញុំប្រាប់ទៅម្ដាយរបស់ខ្ញុំថាម៉ែអ៊ំប្រសិនបើស្លាប់ក៏ស្លាប់តែខ្ញុំម្នាក់នឹងអ្នកទៅជាមួយខ្ញុំតែប្រហែលអ្នកតែប៉ុណ្ណោះប៉ុន្តែបើបានមកវិញគឺបានផែនដីទាំងមូលតែម្ដងដោយការគិតរបស់ខ្ញុំមែនក្បាលរបស់ខ្ញុំគឺមិនត្រូវបានបាត់ទេប៉ុន្តែផ្ទុយទៅវិញខ្ញុំក៏មិនស្លាប់អ្នកទៅជាមួយក៏មិនស្លាប់តែប្រទេសកម្ពុជាបានឯកភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រជាង500ឆ្នាំរបស់លោកប្រសិនបើញញើតកុំធ្វើហើយខ្ញុំនៅទីនេះខ្ញុំគួរតែនិយាយថាខ្ញុំសប្បាយរីករាយដោយសារតែអ្នកអនុវត្តនយោបាយឆ្នេះគឺបានល្អណាស់មានអតីតឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសម្នាក់ការពីជាតិម្នាក់គាត់បម្រើការឲ្យជារដ្ឋមន្ត្រីការពីជាតិឲ្យខ្ញុំធ្វើជានាយករដ្ឋមន្ត្រី38ឆ្នាំគាត់ក៏ធ្វើជារដ្ឋមន្ត្រីការបរទេសឲ្យខ្ញុំការពីជាតិឲ្យខ្ញុំរយៈពេល35ឆ្នាំជាង35ឆ្នាំគឺប្រហែលជានៅទីនេះមានអ្នកស្គាល់គឺឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការពីជាតិទៀតបាច់ឥឡូវកូនរបស់គាត់កំពុងតែបំពេញតួនាទីជំនួសគាត់ជាឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការពីជាតិខ្ញុំមានមេតបម្នាក់នេះស្នើនឹងមានដូចមានមកកងពលនៅជាប់ជាមួយខ្លួនជាអ្នកដឹកនាំអនុវត្តបន្តពីខ្ញុំជាការរួមចំណែកធំរបស់គាត់ចំពោះជោគជ័យនៃនយោបាយឆ្នេះព្រោះផ្លត់តែបន្តិចអនុវត្តខុសតែបន្តិចគឺបានសង្កេតថាអ្វីត្រូវចោលអស់
ទៀមទាឲ្យមានការស្មោះត្រង់ពីយើងការស្មោះត្រង់ជាពីយើងទៅកាន់បងប្អូនអតីតកម្លាំងបដិបត្តិគេនឹងផ្ដល់នៅជំនឿទុកចិត្តមកយើងវិញបើមិនដូចឆ្លោះទេគឺមិនបានទេយើងត្រូវធ្វើផ្លូវយើងត្រូវធ្វើបន្លាយទឹកយើងត្រូវធ្វើដោះស្រាយសាលារៀនមន្ទីរពេទ្យនៅក្នុងតំបន់ទាំងនោះឲ្យស្មើគ្នាវាជាគ្រោះថ្នាក់ណាស់ប្រសិនបើទុកឲ្យសមាក្រមតែធ្វើសមារណកម្មរដ្ឋបាលនិងនយោបាយngរដ្ឋបាលដោយមិនធ្វើសមារណកម្មរូបវ័ន្តតកតងជាមួយនឹងបញ្ហាសេដ្ឋកិច្ចសង្គមផ្លូវការតភ្ជាប់គឺអត់ទៅរួចទេកុំថាឡើយប្រទេសមានសង្គ្រាមប្រទេសដែលគ្មានសង្គ្រាមប៉ុន្តែខ្វះការយកចិត្តទុកដាក់ចំពោះជនបទធ្វើឲ្យប្រជាជននៅជនបទត្រូវងាយគេអស់ទីនឹងជាចំណុចបទពិសោធន៍របស់កម្ពុជាឥឡូវខ្ញុំសូមនិយាយដល់ចំណុចទី5ដំណើរការផ្សះផ្សាជាតិសម្រាប់ខ្ញុំនិងប្រជាជនកម្ពុជាសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានហើយត្រូវតែការពារមិនឲ្យបាត់បង់ជាដាច់ខាតខ្ញុំយល់ថាការបញ្ឆេះសង្គ្រាមគឺជារឿងងាយស្រួលប៉ុន្តែការស្វែងរកនិងការរក្សាសន្តិភាពឲ្យបានគង់វង្សយូរវែងគឺជារឿងលំបាកខ្លាំងណាស់បើទោះបីជាសន្តិភាពមានបានសន្តិភាពហើយក្តីយើងត្រូវការរកយុត្តិធម៌ឲ្យប្រជាជនឆ្លូតត្រង់តែបានរងគ្រោះខ្ញុំបានផ្ដល់យុត្តិធម៌ដល់ប្រជាជនខ្មែរនិងជាមេរៀនសម្រាប់ពិភពលោកថាយុត្តិធម៌ដែលមានពិតប្រាកដនោះគឺយុត្តិធម៌សម្រាប់អ្នកដែលបានបាត់បង់ជីវិតនិងសន្តិភាពសម្រាប់អ្នករស់រានមានជីវិតក៏ដូចជាសង្គមទាំងមូលតាមរយៈដំណើរការផ្សះផ្សាសង្គមក្រោយជម្លោះដោយបង្កើតសាលាក្តីកូនកាត់អន្តរជាតិដំបូងគេមានឈ្មោះថាអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដោយសហការជាមួយអង្គការសហប្រជាជាតិដើម្បីកាត់ក្តីមេដឹកនាំកម្ពុជានៃរបបខ្មែរក្រហមចំនួន5រូបចំពោះអំពើឃោរឃៅដែលពួកគេបានដឹកនាំនឹងការប្រព្រឹត្តប្រឆាំងនឹងមនុស្សជាតិលក្ខណៈពិសេសនៃដំណើរការសាលាក្តីនិងលទ្ធផលនៃការកាត់ទោសគឺការផ្ដល់យុត្តិធម៌ដូចគ្នាដល់ជនរងគ្រោះដែលបានស្លាប់ក៏ដូចជាជនរងគ្រោះដែលនៅមានជីវិតដែលក្រោយពីការកាត់ក្តីអាចរស់ដោយស្ងប់ចិត្តជាមួយកូនចៅជំនាន់ក្រោយនិងភាពសុខដុមរុងរឿងនិងភាពសន្តិភាពយូរវែងហើយគ្មានការចងសឹកសងសឹកគ្នាតទៅទៀតការទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រជាតិនិងពិភពលោកលើទិដ្ឋភាពច្បាប់និងលើទិដ្ឋភាពសិលធម៌ក៏ត្រូវបានបំពេញមិនតែប៉ុណ្ណោះតុលាការនេះបានបន្សល់ទុកនៅកេរដំណែលជាឯកសារប្រវត្តិសាស្ត្រក្នុងទម្រង់ជាឯកសាររឹងនិងឯកសារ Digital ចំនួនជាង2លានទូពណ៌តែបច្ចុប្បន្នត្រូវបានរក្សាទុកនៅបណ្ណាល័យជាតិសម្រាប់អ្នកសិក្សានិងអ្នកប្រវត្តិសាស្ត្រធ្វើការស្រាវជ្រាវនិងជាមេរៀនសម្រាប់បណ្ដុះស្មារតីមនុស្សជំនាន់ក្រោយឲ្យទប់ស្កាត់និងប្រឆាំងអក្រិតកម្មបល័យពុជសាសន៍និងបទអក្រិតទាំងអស់ប្រឆាំងមនុស្សជាតិស្ថាប័នយុត្តិធម៌អន្តរជាតិនានាក៏អាចយកគំរូពីសាលាក្តីខ្មែរក្រហមបានដែរក្នុងចំណុចនេះយើងត្រូវតែមានតុល្យភាពបើសិនជាលំអៀងតែមួយខាងគឺមិនបានយើងត្រូវមានយុត្តិធម៌សម្រាប់អ្នកដែលបានបាត់បង់ជីវិតក៏ប៉ុន្តែយើងក៏ត្រូវតែរក្សានៅសន្តិភាពសម្រាប់អ្នកដែលរស់រានមានជីវិតរឿងនេះខ្ញុំអាចនិយាយបានយ៉ាងជាក់លាក់ថា
បើគ្មានហ៊ុនសែនទេសង្គ្រាមចាប់ប្រើផ្ទុះនៅកម្ពុជាឡើងវិញដោយសារអង្គការសហប្រជាជាតិតែម្ដងខ្ញុំហ៊ាននិយាយអញ្ចឹងមូលហេតុអីគេបានលើកនៅការចោទប្រកាន់កាត់ទោសពាសវាលពាសកាលរត់សូម្បីតែបិតាជាតិរបស់យើងខ្ញុំគឺសម្ដេចព្រះឧត្តមសេរីក៏ត្រូវបានតុលាការកោះហៅដែរខ្ញុំបានប្រាប់អគ្គលេខាធិការអគ្គលេខាធិការអង្គការសហជីវបានពីមុនខ្ញុំថាអេដាមខ្ញុំសុខចិត្តឲ្យតុលាការបរាជ័យប៉ុន្តែខ្ញុំមិនសុខចិត្តឲ្យប្រទេសខ្ញុំកើតសង្គ្រាមឡើងវិញទេអាដាមគិតមើលកាត់ទោស410នាក់20នាក់តែបង្កើតសង្គ្រាមឲ្យស្លាប់អស់រាប់ម៉ឺននាក់តើអារ៉ាប់រើសមួយណាពេលនោះសូម្បីតែប្រទេសកម្ពុជាប្រសិទ្ធភាពអតីតព្រះមហាក្សត្ររបស់យើងខ្ញុំជាព្រះបិតាជាតិប៉ុន្តែត្រូវទទួលការចោទប្រកាន់ពីតុលាការនេះដែរហើយមេដឹកនាំកម្ពុជាមួយចំនួនក៏ត្រូវបានចង្អុលបង្ហាញសម្រាប់ការកាត់ទោសហើយនឹងរៀលដាលទៅដល់ថ្នាក់កងពលរបស់ខ្មែរក្រហមទៀតចឹងបើខ្ញុំថាអត់ទេពេលហ្នឹងមានអ្នកខ្លះលើកថាមិនគោរពតុលាការបាទខ្ញុំនិយាយឆ្លើយអ្នកឯងចាំឲ្យច្បាស់ច្បាប់នេះខ្ញុំជាអ្នកធ្វើជាមួយអ្នកឯងសភាខ្ញុំជាអ្នកអនុម័តរឿងអីខ្ញុំមិនមានសិទ្ធិពិនិត្យមើលទទួលខុសត្រូវចំពោះជាតិសាសន៍របស់ខ្ញុំពួកចៅក្រមគេគិតទៅពីឯករាជ្យអញ្ចឹងចង់ទាញអាណាមកកាត់ទោសស្រាយចិត្តអត់ទេកម្ពុជាក្រោមការដឹកនាំរបស់ហ៊ុនសែនអត់បណ្ដោយឲ្យតែឯងធ្វើតាមចិត្តអញ្ចឹងទីចុងបំផុតយុទ្ធធរក៏ទទួលបានសន្តិភាពក៏រក្សាបានរហូតដល់ថ្ងៃនេះនេះជាការដាស់តឿនមួយសូមឲ្យមានការប្រុងប្រយ័ត្នជាមួយនឹងសកម្មភាពទាំងឡាយណាដែលអាចរំខានទៅដល់ផ្ទៃក្នុងរបស់ខ្លួនបំផ្លាញដល់ផ្ទៃក្នុងរបស់ខ្លួនសូមកុំដុតពងមាន់កុំដុតផ្ទះយើងដើម្បីចំអិនពងមាន់របស់អ្នកដទៃខ្ញុំមិនដុតផ្ទះរបស់ខ្ញុំដើម្បីចំអិនពងមាន់ឲ្យប្រទេសដទៃទេនេះវាជារឿងពិតនៃប្រវត្តិសាស្ត្រសូមឯកឧត្តមប្រធានាធិបតីឯកឧត្តមលោកជំទាវមេត្តាយោគយល់ខ្ញុំត្រូវនិយាយច្រើនហើយនិយាយខ្លាំងបន្តិចព្រោះនិយាយរឿងវាច្រើនឆ្នាំហើយខ្ញុំនិយាយមកផ្លែតនិយាយទៅឲ្យអស់ចឹងទេខ្ញុំសូមនិយាយឲ្យបានច្រើនតិចហើយនិយាយឲ្យបើសិនជាឯកឧត្តមប្រធានាធិបតីណាឲ្យសួរខ្ញុំក៏ផ្ដល់នៅចម្លើយដែរខ្ញុំអាចឆ្លើយតបនៅសំណួរទៀតបើសិនជាខ្វះខាត